កូនល្អឬអាក្រក់វានៅលើខ្លួនកូនមិនមែនអាស្រ័យលើពុកម៉ែទាំងស្រុងទេពុកម៉ែអាចទូមានព្រានប្រដៅបានតែកូនត្រូវជ្រើសរើសវាយកខ្លួនឯងពុកម៉ែត្រួសត្រាយផ្លូវឲ្យតែកូនត្រូវដើរខ្លួនឯងពុកម៉ែហាមឃាត់បានត្រឹមមួយគ្រាតែកូនត្រូវចេះឃាត់ខាំងហាមចិត្តខ្លួនឯងពុកម៉ែផ្ដល់ឱកាសតែកូនត្រូវស្រវាវាយកខ្លួនឯងគ្រប់យ៉ាងវាអាស្រ័យលើខ្លួនកូនពាក្យទូមានល្អៗរបស់ពុកម៉ែបើកូនមិនស្ដាប់វាក៏គ្មានន័យពាក្យហាមឃាត់មិនឲ្យកូនដើរផ្លូវខុសបើកូនមិនខ្វល់វាក៏អត់ន័យខំប្រឹងត្រួសត្រាយផ្លូវឲ្យកូនដើរបើកូនមិនដើរវាក៏គ្មានប្រយោជន៍សរុបទៅកូនល្អឬអាក្រក់វាអាស្រ័យលើខ្លួនគេខ្លួនឯងថាជ្រើសរើសនឹងធ្វើជាមនុស្សបែបណាដាក់បាត100ដងមិនស្មើធ្វើបុណ្យជាមួយពុកម៉ែម្ដងព្រោះបុណ្យដែលធំធេងអស្ចារ្យបំផុតគឺការសងគុណមនុស្សដែលផ្ដល់ជីវិតឲ្យយើងកុំរងចាំឲ្យហួសពេលមុននឹងដឹងថាស្នាមញញឹមរបស់ពុកម៉ែគឺជាបុណ្យដែលមានតម្លៃបំផុតនៅក្នុងលោក4ហេតុផលដែលមនុស្សច្រណែនអ្នក1អ្នកហ៊ានធ្វើអ្វីដែលគេមិនហ៊ាន2អ្នកមានអ្វីដែលគេចង់បានតែគេមិនទាន់មាន3អ្នកមិនខ្វល់ថាគេមើលមកអ្នកយ៉ាងម៉េចនិងប្រើជីវិតជារបស់ខ្លួនឯង4អ្នកនៅតែញញឹមបានទោះបីជីវិតជួបការលំបាកក៏ដោយមនុស្សយើងកើតមកគឺដើម្បីខ្លួនឯងមិនមែនកើតមកដើម្បីស្ពាយជីវិតគេទេ1ជីវិតយើងមិនមែនជាទំនួលខុសត្រូវរបស់អ្នកណា2កុំលះបង់ឲ្យគេរហូតដល់ខ្លួនឯងត្រូវឈឺចាប់3បើគេមិនខំប្រឹងក្រោកខ្លួនឯងយើងក៏មិនចាំបាច់ជួយលើគេរហូតដែរ4លះបង់ឲ្យបានតែមានដែនកំណត់5ដើរដោយខ្លួនឯងមិនចាំបាច់ប្រកួតប្រជែងនឹងអ្នកណា4លក្ខណៈមនុស្សមានបុណ្យចាស់នាំមកកើត1ចាស់ទុំមេត្តា2សំណាងល្អធ្វើអ្វីក៏ទៅដោយរលូន3អ្នកណាក៏អាណិតស្រឡាញ់4រួចផុតគ្រប់ពេលពីរឿងមិនល្អមនុស្សដែលមានរបស់នេះជាប់ខ្លួនគេតែងតែមានវាសនាល្អបារមីខ្ពស់1មាត់មានតែពាក្យជូនពរគេ2មិនច្រណែនគ្នានេះគេ3ស៊ូទ្រាំមិនចេះរអ៊ូ4ឧស្សាហ៍ធ្វើបុណ្យដាក់ទាន5រស់នៅហូបចុកបែបងាយមនុស្សដែលមិនសូវចូលរួមភាពអ៊ូអរដេកស្ងប់ស្ងាត់នៅផ្ទះក៏មានក្តីសុខដូចគ្នា1មានពេលវេលានៅជាមួយខ្លួនឯងនៅទីកន្លែងដែលខ្លួនឯងចូលចិត្ត2មិនចាំបាច់បង្ខំចិត្តញញឹមមិនចាំបាច់បង្ខំចិត្តនិយាយនៅពេលដែលខ្លួនឯងមិនចង់ធ្វើ3សន្សំសំចៃលុយកាត់បន្ថយការចាយវេមិនចាំបាច់4ចិត្តមានអារម្មណ៍ថាស្ងប់សុខមានអារម្មណ៍ដូចបានសាក់ថ្មជីវិតឲ្យខ្លួនឯងមនុស្សអាយុច្រើនវាសនាល្អតែងតែមានលក្ខណៈល្អបែបនេះ1មុខមាត់ផូរផង់សាច់ឈាមស្រស់ថ្លា2ញញឹមបានងាយចិត្តល្អមានក្តីមេត្តា3គ្រួសារកក់ក្ដៅកូនចៅមិនបោះបង់4សុខភាពល្អមិនចេះឈឺធ្ងន់5មានមនុស្សចោមរោមចាំជួយជានិច្ចមនុស្សស្រីដែលកើតមកមានជោគវាសនាសំណាងល្អតែងតែបានប្តីដែលមានចរិត4នេះ1មើលឃើញប្រពន្ធកូនសំខាន់មុនគេ2មិនផឹកស្រាមិនដើរហើរជាមួយមិត្តភក្តិ3រកលុយមកបានប៉ុន្មានក៏ឲ្យប្រពន្ធអ្នកទុកទាំងអស់4ពេញចិត្តនឹងលួងប្រពន្ធទោះដឹងថាខ្លួនឯងមិនខុសក៏ដោយ4វិធីធ្វើឲ្យខ្លួនឯងស្រស់ស្អាតមានតម្លៃរាល់ថ្ងៃ1តែងខ្លួនឲ្យស្អាត2មានអារម្មណ៍កំប្លុកកំប្លែងឲ្យល្មម3តុបតែងមុខមាត់ឲ្យល្មមស្រស់ស្អាត4មានសុជីវធម៌នៅគ្រប់ទីកន្លែងបើអ្នកមាន5រឿងនេះទោះបីមនុស្សស្អប់អ្នកក៏ត្រូវចោះចាញ់1ចិត្តរឹងមាំមិនរារេតាមពាក្យមនុស្ស2ធ្វើល្អស្ងាត់តែជោគជ័យសម្លេងខ្លាំង3មិនតបតដោយអារម្មណ៍តែតបតដោយលទ្ធផល4រឹតតែត្រូវមើងងាយរឹតតែអភិវឌ្ឍខ្លួនឯង5ចិត្តមិនចង្អៀតចង្អល់មិនបែងចែកបពួកទោះបីចំពោះមនុស្សដែលមិនចូលចិត្តយើង3រឿងនេះដែលមិនគួរធ្វើឲ្យយើងសន្សំលុយមិនសល់1បណ្ដោយឲ្យផ្លូវចូលផ្ទះងងឹត2រអ៊ូសំលេងខ្លាំងដាក់ប្តីនៅក្នុងផ្ទះជាប្រចាំ3ទុករបស់រាំងផ្លូវចូលផ្ទះវេនកម្មរបស់មនុស្សចិត្តល្អខ្លាំងពេកព្រោះតែជួយអ្នកដទៃរហូតដល់ភ្លេចខ្លួនឯងជួយរហូតដល់គេរស់នៅសុខស្រួលតែខ្លួនឯងបែរជាខ្លាចជាមនុស្សកើតទុក1ខណៈនៅម្នាក់ឯងគ្មាននរណាមើលឃើញព្រោះអ្នកដទៃទម្លាប់ឃើញយើងជាអ្នកជួយគេ2នៅពេលដែលយើងគ្មានអីជួយគេបាននឹងខ្លាចជាមនុស្សខុសភ្លាមថាផ្ទះអ្នកណាធ្វើបានបែបនេះផ្ទះនោះនឹងកក់ក្ដៅជាខ្លាំង1ទទួលទានអាហារជុំគ្នារាល់ថ្ងៃសួរនាំសុខទុក្ខគ្នាជានិច្ច2មិនកំហុកឬមួយនិយាយស្ដីធ្វើបាបចិត្តគ្នា3ចេះជួយគ្នាធ្វើការក្នុងផ្ទះហត់ក៏ឈប់សម្រាកឃ្លានក៏ហូបជុំគ្នា4សើចរីករាយ
ញញឹមដាក់គ្នារាល់ថ្ងៃហើយក៏មិនត្រូវភ្លេចប្រាប់ពាក្យថាស្រឡាញ់ទៅកាន់គ្នាកម្មពៀរបស់មនុស្សខ្ចីលុយមិនសង 1. រកលុយបានប៉ុណ្ណាក៏ចាយមិនគ្រប់ 2. ការងាររអាក់រអួលលុយមិនចេះសល់ 3. គេគ្មានជំនឿគ្មានការទុកចិត្ត 4. កម្មពៀជាប់ខ្លួនកិច្ចយ៉ាងណាក៏កិច្ចមិនផុតមនុស្សដែលរើសជីវិតសាមញ្ញមិនលុយហឺហាគេមានក្តីសុខជាងមនុស្សជាច្រើនដែលបានគិតព្រោះតែគេមិនចាំបាច់នឿយហត់ប្រកួតប្រជែងនឹងអ្នកណានិងមិនចាំបាច់យកខ្លួនឯងទៅប្រៀបធៀបនឹងគេហើយនេះគឺជា5ចំណុចល្អរបស់មនុស្សដែលប្រើជីវិតសាមញ្ញមិនលុយហឺហា 1. គេបានធ្វើជាខ្លួនឯងមិនចាំបាច់បន្លំបង្ខំធ្វើខ្លួនឲ្យថ្លៃថ្នូរ 2. ស្រាលចិត្តមិនចាំបាច់សម្ដែងមិនបាច់តែងខ្លួនថ្លៃថ្លៃឲ្យគេមើលឃើញថាល្អ 3. ផ្ដល់ភាពសំខាន់ឲ្យគ្រួសារនិងខ្លួនឯង 4. រស់នៅពីពឹងខ្លួនឯងចេះសន្សំសំចៃ 5. នៅកន្លែងណាក៏មានក្តីសុខបានព្រោះតែទីបំផុតហើយក្តីសុខមិនបានវាស់គ្នាដោយសម្ភារៈនិយមឬមួយភាពហឺហាតែវាអាស្រ័យលើចិត្តយើងចេះគ្រប់គ្រាន់យើងក៏មានក្តីសុខហើយមនុស្សដែលនៅស្ងៀមស្ងាត់មិនចេះដឹងរឿងគេវាល្អបែបនេះ 1. មិនចាំបាច់ទៅស្ពាយឬមួយទៅដឹងឮបញ្ហាដែលមិនមែនជារឿងខ្លួនឯងធ្វើឲ្យស្រាលចិត្តនិងមានភាពស្ងប់មិនចាំបាច់ទទួលថាមពលអវិជ្ជមានដែលមិនចាំបាច់ 2. ជាមនុស្សមានសមាធិនៅជាមួយខ្លួនឯងចិត្តនឹងស្ងប់ 3. ទុកពេលវេលានឹងថាមពលប្រើជាមួយរឿងខ្លួនឯង 4. មិនចាំបាច់ទៅខកចិត្តជាមួយរឿងអ្នកដទៃ 5 រឿងនេះបើធ្វើបានធានាសុខភាពចិត្តនឹងល្អប្រសើរឡើង 100% 1. មិនចាំបាច់ដោះលែងគ្រាន់តែបណ្ដោយវាហួសទៅ 2. បញ្ហារបស់អ្នកណាអ្នកនោះត្រូវដោះស្រាយ 3. អ្នកណាមិនចូលចិត្តយើងវាជាបញ្ហារបស់គេ 4. បើជួបរឿងរ៉ាវនៅតាមបណ្ដាញសង្គមបើប្លុកចោលបានក៏ប្លុកទៅវាគ្មានផលអ្វីជាមួយជីវិតយើងទេ 5. កុំចិត្តទូលាយទៅស្ពាយការកើតទុកគេអី 4 មនុស្សដែលគួរសែបគុកតែពិបាករកខ្លាំងណាស់ក្នុងជីវិតនេះ 1. មនុស្សដែលស្មោះត្រង់ទាំងនឹងមុខនិងនៅក្រោយខ្នង 2. មនុស្សដែលនៅជាមួយយើងនៅពេលដែលលំបាក 3. មនុស្សដែលដាស់តឿនណែនាំយើងដោយបំណងល្អមិនមែនជន់បន្លិច 4. មនុស្សដែលល្អស្មើចុងស្មើដើមមិនបោកយើងប្រើ 5 មនុស្សដែលអ្នកត្រូវប្រញាប់កាត់ចេញពីជីវិត 1. មនុស្សកុហកបោកប្រាស់ 2. មនុស្សគិតតែពីខ្លួនឯងចង់តែបាន 3. មនុស្សចូលចិត្តមើលងាយពេលជ្រាយ 4. មនុស្សមិនគោរពពាក្យសន្យា 5. មនុស្សដែលនាំយើងដើរទៅផ្លូវមិនល្អមនុស្សដែលមិនចូលចិត្តអ្នកចុងក្រោយគេនឹងចាញ់4យ៉ាងនេះ 1. ចាញ់ភាពស្ងៀមស្ងាត់របស់អ្នក 2. ចាញ់ភាពជោគជ័យរបស់អ្នក 3. ចាញ់ទឹកចិត្តល្អរបស់អ្នកនិង 4. ចាញ់ដែលអ្នកមិនចាប់អារម្មណ៍ពីការមិនចូលចិត្តរបស់គេចំពោះអ្នកអ្វីដែលគួរឲ្យខ្លាចបំផុតនៅក្នុងគ្រួសារមិនមែនរឿងលុយទេតែវាគឺរឿងនេះ 1. ស្ងៀមស្ងាត់រៀងខ្លួនមិននិយាយរកគ្នា 2. មានតែភាពអត់ធ្មត់តែគ្មានពាក្យថាយល់ចិត្តគ្នា 3. គ្មានពាក្យសុំទោសនិងពាក្យអរគុណមិនចេះនិយាយពាក្យសុំទោសទាំងដឹងតែខ្លួនឯងអ្នកធ្វើខុស 4. មានតែពាក្យស្ដីបន្ទោសគ្មានពាក្យសរសើរបន្ទោសគ្រប់ពេលដែលម្ខាងទៀតធ្វើមិនត្រូវចិត្តចំណែកពាក្យសរសើរមិនដែលចេញពីមាត់សោះបើថ្ងៃមួយគ្មានពុកម៉ែចាំជំរុញគាំទ្រទៀតទេជីវិតកូននឹងនៅបន្តយ៉ាងម៉េចកូនមិនព្រមងើបមិនព្រមស្វែងយល់មិនព្រមលំបាកគ្រប់បែបយ៉ាងត្រូវឲ្យពុកម៉ែត្រួសត្រាយផ្លូវឲ្យតែពុកម៉ែមិនបាននៅជាមួយកូនទៅមួយជីវិតទេថ្ងៃដែលពុកម៉ែដួលចុះតើកូនឈោមអ្នកឯងរួចឬអត់ភាពខ្ជិលច្រអូសវាអាចរស់ស្រួលនៅថ្ងៃនេះតែវាកំពុងតែលួចឱកាសនៅថ្ងៃអនាគតរបស់កូនបន្តិចម្ដងពិភពលោកមួយនេះមិនផ្ដល់ឱកាសឲ្យមនុស្សដែលមិនតស៊ូត្រូវងើបឡើងធ្វើថ្ងៃនេះឲ្យអស់ពីចិត្តមុននឹងពុកម៉ែគ្មានកម្លាំងជ្រុំជ្រែងបន្តទៀតកុំរងចាំឲ្យពុកម៉ែលាចាកទៅសិនទើបបានយល់ថាជីវិតពិតគ្មាននរណាមើលថែយើងបានទៅរហូតទេ4រឿងដែលគ្មានប្រយោជន៍ធ្វើឲ្យខាតពេលជីវិត 1. ប្រកែកជាមួយមនុស្សមិនស្ដាប់ហេតុផល 2. ពិសោធន៍ខ្លួនឯងឲ្យមនុស្សមើលមិនឃើញតម្លៃ 3. គិតច្រើនជាមួយពាក្យសម្ដីអ្នកដទៃ 4. នៅជាមួយមនុស្សដែលគ្មានភាពស្មោះត្រង់ហេតុអ្វីអាយុកាន់តែច្រើនរឹតតែមិនចង់ចូលសង្គមអ៊ូអរ 1. ព្រោះយើងហត់នឿយជាមួយទំនាក់ទំនងដែលមិនស្មោះត្រង់ 2. ព្រោះយើងបានដឹងថាភាពស្ងប់ស្ងាត់មានតម្លៃជាងភាពអ៊ូអរ 3. ព្រោះយើងចាប់ផ្ដើមឃើញតម្លៃខ្លួនឯងមិនចាំបាច់បង្ខំមិនចាំបាច់ខំប្រឹងសម្ដែង 4. ព្រោះយើងបានដឹងថាក្តីសុខពិតប្រាកដមិនមែនបានមកពីអ្នកដទៃតែវាបានមកពីភាពស្ងប់ស្ងាត់នៅក្នុងចិត្ត 7 វិធីបន្ថែមថាមពលជីវិតវាហត់បានបាក់ទឹកចិត្តបានតែកុំបោះបង់វាឲ្យសោះចង់បន្ថែមថាមពលជីវិតសាកធ្វើវាលោមើលទៅ 1. ហត់ឲ្យស្ងាត់ 2. សោកសៅត្រូវស្ដាប់ភ្លេង 3. តានតឹងរករបស់ហូប 4. ខឹងត្រូវរកអ្វីធ្វើ 5. ធុញត្រូវរកអ្វីមើល
6 គិតច្រើនទៅដើរលេងរំហាយកាយ 7 ខ្វល់ខ្វាយត្រូវអង្គុយសមាធិនៅម្នាក់ឯងពេលចាស់មាន 5 ចំណុចនេះក៏គ្មានការកើតទុក 1. សុខភាពល្អដើរបានដោយខ្លួនឯង 2. មានលុយទុកដាក់ចាយគ្រប់គ្រាន់មិនបាច់ទីពឹងគេ 3. ផ្ទះដែលនៅហើយមានភាពសប្បាយចិត្ត 4. មិត្តភ័ក្តិដែលយល់ចិត្ត 5. ការងារចំណង់ចំណូលចិត្តដែលអ្នកចូលចិត្ត